ចាសសូមជម្រាបសួរបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះចេញវីដេអូប្រចាំខែកុរដោយសារនាងខ្ញុំផុសជាស្លាយព្រួយបារម្ភខ្លាចបងប្អូនមិនសូវយល់ដូច្នេះព្យាយាមបង្កើតវីដេអូដើម្បីបញ្ចូលបន្ថែមទៅលើស្លាយដែលនាងខ្ញុំបានផុសកាលពីថ្ងៃមុនអញ្ចឹងយើងដឹងហើយថាខែកុរនឹងចូលមកដល់នៅថ្ងៃទី7ខែវិច្ឆិកាខាងមុខនេះខែកុរឆ្នាំម្សាញ់ដែលត្រូវជាខែវិច្ឆិកាឆ្នាំ2025ដែលខែកុរនាំនៅភ្លើងដកមកជាមួយកុរគឺជាសត្វដែលមានធាតុទឹកដកក្នុងបូកយើងនិយាយអំពីដួងពេលវេលាទាំង60ដួងតែខែកុរឆ្នាំម្សាញ់នេះគឺមានធាតុទឹកប៉ុន្តែគាត់បានទូលភ្លើងមកពីលើអញ្ចឹងយើងដឹងហើយណាថាទឹកហើយនឹងភ្លើងគឺជាធាតុដែលឆុងគ្នាដូច្នេះស្រាយមេរៀនចាស់ដែលនាងខ្ញុំផ្ដល់ជូនបងប្អូនកាលពីថ្ងៃមុនដែលនាងខ្ញុំនិយាយថាខែក្រោយគឺជាខែកុរខែវិច្ឆិកាតែឥទ្ធិពលខែកុរនឹងចូលមកដល់នៅថ្ងៃទី7ខែវិច្ឆិកាហើយអត្ថន័យខែកុរនៅក្នុងឆ្នាំម្សាញ់គឺជាខែដែលមិនល្អប្រចាំឆ្នាំព្រោះម្សាញ់ឆុង7ជាមួយនឹងកុរបងប្អូនចាំអំពីប្រតិទិនតង់ស៊ូនៅពេលដែលថ្ងៃឆុង7ជាមួយខែគេហៅថាថ្ងៃកុម្តិចគឺជាថ្ងៃដែលមានឥទ្ធិពលអាក្រក់បំផុតប្រចាំខែដូច្នេះខែដែលឆុងជាមួយឆ្នាំណាឆុង7គឺស្មើនឹងឥទ្ធិពលនៃខែកុម្តិចប្រចាំឆ្នាំផងដែរព្រោះតែអត្ថន័យបែបនេះទើបនាងខ្ញុំសរសេរស្លាយជូនបងប្អូនថាខែកុរខែក្រោយគឺជាខែដែលមានភាពអវិជ្ជមានតែបងប្អូនគួរតែប្រុងប្រយ័ត្នហើយម្យ៉ាងវិញទៀតមិនត្រឹមតែខែឆុង7ជាមួយឆ្នាំខែកុរនេះជាខែធាតុទឹកប៉ុន្តែទូភ្លើងមកខាងលើទឹកហើយនឹងភ្លើងគឺជាធាតុឆុងគ្នាអញ្ចឹងខែកុរគឺជាខែដែលមានភាពអវិជ្ជមានច្រើនអត់មានសមតុល្យភាពនៅក្នុងខែដូចខែចនេះទេអញ្ចឹងបានខ្ញុំបញ្ជាក់ថាបើសិនជាបងប្អូនមានការងារសេសសល់ត្រូវធ្វើយើងអាចបញ្ចប់នៅក្នុងខែចបានព្រោះខែចធាតុភ្លើងបូកនៅលើដីបងប្អូនទាំងអស់គ្នាណាចគឺជាដីឃ្លាំងភ្លើងទៀតដូច្នេះឥទ្ធិពលខែចខែនេះបងប្អូនទាំងអស់គ្នាគឺខែមានលំនឹងភាពមានសមតុល្យភាពល្អណាស់បងប្អូនអញ្ចឹងបានខ្ញុំឲ្យបងប្អូនបំពេញកិច្ចការងារឲ្យបានបញ្ចប់អ្នកដែលមានតួខ្លួនល្អជាមួយនឹងខែចហើយសម្រាប់ខែកុរខែក្រោយនេះខ្ញុំសូមឲ្យបងប្អូនដែលមានរាសីឆុងជាមួយនឹងខែកុរគួបផ្សំនឹងខែកុរដែលពេលវេលាមេដីឆ្នាំនិងខែមិនសូវល្អដូច្នេះបងប្អូនដែលមានរាសីឆុងបងប្អូនត្រូវតែប្រយ័ត្នប្រយែងបន្តិចបងប្អូនណាគ្មានអ្វីក្រៅអំពីការប្រយ័ត្នប្រយែងកត្តាមនុស្សជាអ្នកប្រព្រឹត្តនៅពេលដែលយើងប្រយ័ត្នប្រយែងយើងនឹងអាចកាត់ឥទ្ធិពលឆុងបានមួយចំនួនធំគឺស្ថិតនៅលើកត្តាមនុស្សខ្លួនឯងខែកុរភ្លើងដកមកនៅលើទឹកដកក្នុងបូកបងប្អូនទាំងអស់គ្នាធ្លាប់រៀនអំពីអត្ថន័យកាយធ្វើដំណើរនោះបងប្អូននឹងដឹងថាសម្រាប់តួខ្លួនកុរគឺមានផ្កាយធ្វើដំណើរជាសត្វម្សាញ់សម្រាប់តួខ្លួនម្សាញ់មានផ្កាយធ្វើដំណើរជាសត្វកុរដូច្នេះឆ្នាំម្សាញ់ខែកុរឬខែកុរឆ្នាំម្សាញ់នេះគឺផ្កាយធ្វើដំណើរឆុងគ្នាដែលធ្វើឲ្យឥទ្ធិពលខែមួយនេះគឺមានភាពអវិជ្ជមានដែលខ្ញុំចេញវីដេអូជូនបងប្អូននេះគឺឲ្យបងប្អូនទាំងអស់គ្នាមិនមែនជូនចំពោះតែបងប្អូនដែលមានតួខ្លួនឆុងឯងគឺជូនចំពោះពុកម៉ែបងប្អូនកូនក្មួយជាទីស្រឡាញ់ទាំងអស់គ្នាដែលបានចូលស្ដាប់វីដេអូនេះខ្ញុំនេះសូមមានការប្រុងប្រយ័ត្នទៅលើបញ្ហាការធ្វើដំណើរហើយក៏ប្រុងប្រយ័ត្នចំពោះទ្រព្យរបស់នៅពេលដែលយើងធ្វើដំណើរហើយក៏ត្រូវប្រុងប្រយ័ត្នណាគ្រប់ភារកិច្ចគ្រប់សកម្មភាពថែរក្សាសុខភាពថែរក្សាផ្លូវចិត្តឲ្យបានរឹងមាំបងប្អូនទាំងអស់គ្នាសូមជូនពរបងប្អូនទាំងអស់គ្នាមានសុខសុវត្ថិភាពមានសុភមង្គលរកទទួលទានមានបានហេងលុយហូរចូលគ្រប់ច្រកបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះសូមខ្លីៗសូមជម្រាបលា